បាទសូមនមស្ការក្រាបថ្វាយបង្គំចំពោះគុណព្រះរតនត្រ័យទាំង3បាទមានគុណព្រះពុទ្ធគុណព្រះធម៌គុណព្រះសង្ឃបាទថ្ងៃនេះខ្ញុំបកករណាសូមគោរពជំរាបសួរពុកម៉ែបងប្អូនលោកតាលោកយាយពូមីងក្មួយទាំងអស់ដែលនៅក្នុងហើយនៅក្រៅស្រុកបាទសូមគោរពជំរាបសួរបាទថ្ងៃនេះជាថ្ងៃចុងខែហើយបាទនៅសល់តែជាមួយអាទិត្យអីទៀតទេពុកម៉ែបងប្អូនបាទនឹងចូលដល់ខែ1ហើយបាទថ្ងៃនេះខ្ញុំធ្វើវីដេអូមួយទៀតក្រោមប្រធានបទរឿងក្រមួនបាទក្រមួនលេខវត្ថុស័ក្តិសិទ្ធិនេះពុកម៉ែបងប្អូនបាទនេះខ្ញុំធ្វើវីដេអូនេះដោយសារមានបងគាត់នៅប្រទីមានជ័យហើយនឹងបងអូននៅមណ្ឌលគិរីហើយនឹងបងនៅញូហ្សេឡង់បាទគាត់បានជាវកមូនមកខ្ញុំដើម្បីយកទៅលេបវត្ថុស័ក្តិសិទ្ធិពុកម៉ែបងប្អូនបាទតាមពិតទៅកមូននេះគឺខ្ញុំធ្វើដើម្បីលេបដង្វាយថ្វាយនៅវត្ថុស័ក្តិសិទ្ធិទាំងអស់មិនថាព្រះពុទ្ធរូបដែលសាងអំពីក្លឹមឈើគ្រប់ប្រភេទឬក៏បញ្ញាឬក៏ភ្លុកចាយឬក៏ខ្នាយអីទេពុកម៉ែបងប្អូនបាទគឺយកទៅដង្វាយថ្វាយបាននៅក្នុងនេះបាទដោយកមួននេះខ្ញុំផ្សំឡើងអំពីផ្កាបាទដែលមានច្រើនបាទដែលខ្ញុំផ្សំតាមវត្តទីអារាមនៅក្នុងរដូវកាលថ្ងៃភ្ជុំធំបាទ15កើតពុកម៉ែបងប្អូនបាទហើយខ្ញុំក៏បានរាល់ថ្ងៃពេញបោរមីតាមកំពូលភ្នំកន្លែងដែលវត្ថុស័ក្តិសិទ្ធិគឺខ្ញុំបានសុំនៅផ្កាឬក៏ក្រមួនទៀននៅទីនោះដើម្បីយកមកផ្សំចូលជាមួយគ្នាដែររួមមានវត្ថុធាតុដូចជាប្រេងដូងអីចឹងទៅដើម្បីយើងឲ្យក្រមួននឹងរលាយល្អបាទនឹងហើយចង់ជម្រាបពុកម៉ែបងប្អូននៅក្នុងការដែលខមមិនបាទមកជាមួយខ្ញុំណាបាទមានបងប្អូនខ្លះក៏ខមមិនថាក្រមួននេះជាក្រមួនស្នេហ៍តើអាចឈ្នះលុយដុល្លារដែរទេបាទខ្ញុំសូមបន្ថែមដែរនៅក្នុងនេះក៏ខ្ញុំមានបញ្ចូលនៅមហានិយមបាទមហានិយមនេះគឺយើងនិយមផ្នែកពុទ្ធទេណាបាទមិនមែនផ្នែកទេវតាផ្នែកព្រំផ្នែកព្រលឹងអីទេបាទដូចជាគេសូត្រអ្នកជុំមហាជុំអញ្ចឹងទៅមោជុំមហាជុំពុជុំមហាជុំធាជុំមហាជុំអញ្ចឹងណាព្រះពុទ្ធមហាជំនុំព្រះជុំរាល់គ្នាទើបគ្រូប្រើខ្ញុំហៅគេថាមហាស្នេហ៍ជុំបាទមកជុំនឹងកូនខ្ញុំជាតិប្រុសស្រីទាំងអស់នឹងមកបាទដោយសារអីខ្ញុំជឿថាបងប្អូនគួរតម្រូវការផ្នែកលក់ដូរឬក៏បំពេញការងារបាទនៅក្នុងហ្នឹងខ្ញុំក៏បានបញ្ចូលទៅជាមួយគុំធាតបាទព្រមទាំងគាថារបស់សីវលីបាទហើយនឹងនាំលេបនៅក្នុងកមួននឹងដែរប៉ុន្តែអ្វីគ្រប់យ៉ាងមិនមែនខ្ញុំអួតអីទេគ្រាន់តែចង់បញ្ជាក់ប្រាប់ពុកម៉ែបងប្អូនដែលគាត់ខមមិនកមួននេះគឺមានបងប្អូនខ្លះគាត់យកទៅស្វាត់ជាយថែរក្សាឃើញមានផលប្រយោជន៍បាទឃើញមានភាពប្លែកអំពីតម្រូវការដែលគាត់ចង់បានខ្ញុំចង់បញ្ជាក់អញ្ចឹងទេមិនមែនខ្ញុំនិយាយឬក៏មិនមែនខ្ញុំស្នើឬក៏ខ្ញុំរៀបអីទេបាទខ្ញុំជើងជន់បធននេះមានត្រៃរតនៈជាទីពឹងបាទមានគុណប្រលឹងដូនតាដែលជាគ្រូដើមហើយមានព្រហ្មញ្ញសាសនាដែលជាអ្នកផ្ដល់នៅឫទ្ធិវិធីអំណាចក្បួនតម្រាផ្សេងដែលជាសាសនាដ៏ឧត្តមអញ្ចឹងខ្ញុំមិនបានមានចេតនាណាមួយដើម្បីកុហកបោកប្រាស់ឬក៏បន្លំអីទេបាទបុគ្គលយើងម្នាក់បើហ៊ានយកពធរណីជាសាក្សីមិនខុសអំពីដំណើររឿងនៃពុទ្ធប្រវត្តិនោះទេ
ពីព្រោះប្រមេដាធរណីគ្រប់សកម្មភាពយើងទាំងអស់គឺលោកដឹងអ្នកជាគ្រូបែបណាអ្នកជាគ្រូល្អអ្នកជាគ្រូដែលមានសច្ចគុណធម៌គឺប្រមេដាលោកដឹងបាទនៅក្នុងព្រហ្មញ្ញគេហៅថាប្រមេដាប្រតពីខ្មែរយើងហៅប្រមេប្រម៉ែប្រតពីឬក៏ប្រតពីឬក៏ប្រមេដាធរណីគឺពនាងធរណីបាទអញ្ចឹងលោកដឹងអំពីសកម្មភាពបាទអ្នកយកទៅប្រើគោរពបូជាក៏លោកដឹងអ្នកមិនយកទៅគោរពបូជាអ្នកខមមិនថាអ្នកមិនខមមិនថាអ្នកមើលក៏គាត់ដឹងចេតនាណាមួយមានការប្រមាថគឺមិនល្អទេបាទអញ្ចឹងខ្ញុំចង់ជំរាបបងថារឿងកមួនមិនមែនឈ្នះនឹងដុល្លារទេប៉ុន្តែចង់ជំរាបថាវិជាគឺมันអាចកាត់ថ្លៃបានទេទោះបីបងយក$1លានដាក់ឲ្យគេបើគេមិនឲ្យយើងហើយសំបីព្រះគាថាមកគាថាដែលយើងសុំគេហ្នឹងក៏គេមិនឲ្យយើងដែរបាទជំរាបបងអញ្ចឹងណាបាទអញ្ចឹងបងមួយខមមិនមួយខ្ញុំវីដេអូមុនណាថាតើកមួនស្នេហ៍ឈ្នះដុល្លារទេបាទនឹងមួយហើយមួយទៀតបកគលប្អូនម្នាក់ទៀតគាត់ខមមិននៅក្នុងនោះដែរគាត់សួរថាយកទៅដាក់កូនកំមុំអ្នកមានបានដែរទេឬក៏កូនកំមុំគេបានដែរទេបាទតាមពិតទៅគាថាស្នេហ៍ដាក់បានទាំងអស់ប្រាប់ប្អូនអញ្ចឹងបាទសម័យបុរាណមិនមែនតែគ្រូអាក្រក់គ្រូថ្មិលគ្រូផ្លូវអាក្រក់ទេគ្រូល្អតួអង្គហ្នឹងគោគេប្រើព្រះគាថាមហាស្នេហ៍នឹងដែរដើម្បីអីដើម្បីបន្ទន់ចិត្តដើម្បីតម្រូវការដើម្បីបំពេញការងារគាថាខ្លះគេដាក់គ្រាន់តែបន្ទន់ចិត្តឬក៏តម្រូវការគេបន្តិចបន្តួចគាថាខ្លះគេដាក់ដើម្បីចង់បានជាប្តីប្រពន្ធគាថាខ្លះគេដាក់ជាប្រយោជន៍ធំអញ្ចឹងក្នុងនឹងមានមិនអត់ទេដាក់បានបងអូនប៉ុន្តែយើងដែលជាអ្នកដាក់យើងយកមកលេងសើចឬក៏ដាក់ដើម្បីជាប្រយោជន៍អីមួយបាទអ្នកខ្លះដាក់ដើម្បីជាប្រយោជន៍ដើម្បីទៅអនាគតអ្នកខ្លះគ្រាន់តែមកលេងសើចសប្បាយហ្នឹងហើយបើសិនជាប្អូនដែលជាអ្នកខមមិនហ្នឹងខលមកខ្ញុំឬក៏សុំជាវខ្ញុំដាច់ខាតខ្ញុំមិនជាវឲ្យខ្ញុំនិយាយត្រង់ចឹងតែមកបាទដោយសារការខមមិនខ្ញុំយល់ខមមិនខ្លះរបៀបជាឌឺដងខមមិនខ្លះរបៀបជាវាយតម្លៃអញ្ចឹងទៅមិនមែនខ្ញុំមិនយល់ទេប៉ុន្តែដូចខ្ញុំបាននិយាយអញ្ចឹងមានបងប្អូនខ្លះឲ្យតែខមមិនឬក៏ឆាតមិនតំណងគឺសូមអធិស្ឋានណាគឺខ្ញុំ unfriend ចោលទី1ខ្ញុំជាដុំភ្លើងខ្ញុំមិនចង់ឲ្យមានផ្សែងដោយសារបុគ្គលដែរមិនឲ្យតម្លៃទៅលើសម្បត្តិរបស់ខ្មែរព្រលឹងដូនតារបស់យើងទេបាទខ្ញុំធ្វើវីដេអូមកច្រើនហើយតាំង YouTube ទាំងអីរាប់ពាន់ហើយបាទខ្ញុំមិនដែលទៅមានគេប្រមាថឬក៏យ៉ាងណាទេតែឲ្យតែសិនធ្វើទៅមិនត្រឹមត្រូវបាទมันមានន័យថាគ្រប់គ្នាទៅវិញមកគឺខ្ញុំមិនបានន័យថាមិនរាប់អានខ្ញុំមិនប្រកាន់ពូជសាសន៍នេះបាទព្រោះនៅលើទឹកដីខ្មែរខ្ញុំនេះមានបាទមានបងប្អូនសាសន៍ដតីមករស់នៅច្រើនបាទអ្នកខ្លះទៅចិនទៅអ្នកខ្លះទៅវៀតណាមទៅអ៊ីស្លាមទៅថៃឡាវកម្ពុជាថៃឡាវជនជាតិផ្សេងប៉ុន្តែបងប្អូនខ្លះជាជនជាតិចិននេះគាត់វៀតណាមឯងមកដល់កន្លែងខ្ញុំដែរដូចគ្នាបាទតែខ្ញុំមិនប្រកាន់ទេដោយសារការរស់នៅយើងជួយគ្នាអាស្រ័យគ្នាទៅវិញទៅមកហ្នឹងអត់អីទេបាទតែបើសិនជាមានការប្រមាថបានន័យថាមិនមែនជាខ្មែរទេខ្ញុំសូមជម្រាបប៉ុណ្ណឹងបាទហ្នឹងហើយខ្ញុំធ្វើកមុននេះគ្រាន់តែបញ្ជាក់ប្រាប់ក្នុងការបងប្អូនដែលគាត់បានខមមិនបាទហើយខ្ញុំចង់ជម្រាបបងប្អូនដែលការយកទៅថ្វាយយើងលាបថ្វាយបាទគឺយើងលាបវត្ថុស័ក្តិសិទ្ធិទៅព្រោះអីមិនច្រើនទេកមុននេះបាទក្នុងមួយឆ្នាំបានម្ដង